ជារយន្ត pick up ដូចគ្នាឈ្មោះស្រដៀងគ្នាប៉ុន្តែតម្លៃខុសគ្នាតិចតួចថាតើមួយណាស័ក្តិសមទៅនឹងតម្រូវការរបស់លោកអ្នកជាងនៅក្នុងវីដេអូនេះយើងនឹងទៅទស្សនាជាមួយនឹងការប្រៀបធៀបរវាងរថយន្ត Ford Ranger XL និងរថយន្ត Ford Ranger XLT ឆ្នាំ2026ទាំងអស់គ្នាចំណុចទី1គឺពាក់ព័ន្ធទៅនឹងតម្លៃរបស់រថយន្តទាំងពីរសម្រាប់រថយន្ត Ford Ranger XL គឺជារថយន្តដែលមានតម្លៃសមរម្យបំផុតត្រឹមតែ$37,900តែប៉ុណ្ណោះហើយតម្លៃប៉ុណ្នេះគឺល្អបំផុតសម្រាប់បងៗដែលមានលំដាប់ថវិកាមានកម្រិតឬក៏បងៗចង់បានរថយន្តសម្រាប់ប្រើប្រាស់ជាលក្ខណៈបែបអាជីវកម្មចំណែកឯរថយន្ត Ford Ranger XLT គឺមានតម្លៃខ្ពស់ជាងនេះ$7,000ប៉ុន្តែក៏វាអាចផ្ដល់ជាមួយនឹងផាសុកភាពហើយជាមួយនឹងគុណសម្បត្តិច្រើនជាងផងដែរសម្រាប់ចំណុចទី2ពាក់ព័ន្ធទៅនឹងរូបរាងខាងក្រៅអញ្ចឹងសម្រាប់រថយន្ត Ford Ranger XL ស្តៀងគ្នាដែរទៅនឹងរថយន្ត Ford Ranger XLT នៅផ្នែកខាងក្រៅប៉ុន្តែចំណុចដែលខុសគ្នាមានដូចជាផ្នែកប៉ាណាផ្នែកចង្គៀងផ្នែកកាងខាងមុខជាមួយនឹងអំពូល7កាងផ្នែក sensor ខាងមុខនិងខាងក្រោយជាមួយនឹងកាមេរ៉ានៅផ្នែកខាងក្រោយសម្រាប់រថយន្ត Ford Ranger XL គឺអត់មានទេរីឯរថយន្ត Ford Ranger XLT ឯណោះវិញមើលទៅគឺហាក់មានសភាពរឹងមាំជាងធំជាងឬក៏មានសាច់មានឈាមជាងដោយភ្ជាប់មកជាមួយនឹងប៉ាណាក្រូមេអំពូល LED បន្ថែមមកជាមួយនឹងកាងមុខកាងខាងក្រោយមានជាប់ជាមួយនឹង sensor ហើយនៅផ្នែកខាងក្រោយក៏មានកាមេរ៉ាមួយគ្រាប់សម្រាប់នៅពេលរយ៉ាយផងដែរសម្រាប់ចំណុចទី3ពាក់ព័ន្ធទៅនឹងផ្នែកខាងក្នុងនៃរថយន្តទាំងពីរអញ្ចឹងសម្រាប់រថយន្ត Ford Ranger XL នៅផ្នែកខាងក្នុងគឺវាមានសភាពសាមញ្ញមិនសូវមានប៊ូតុងច្រើនគឺងាយស្រួលសម្រាប់ការប្រើប្រាស់ជាធម្មតាជារៀងរាល់ថ្ងៃប្រចាំថ្ងៃឯរថយន្ត Ford Ranger XLT វិញគឺមានផ្នែកខាងក្នុងទំនើបជាងហើយនឹងផ្ដល់ផាសុកភាពច្រើនជាងឧទាហរណ៍ដូចជាអីយើងអាចសេរីកម្ពស់វាបានហើយជាមួយនឹងបច្ចេកវិទ្យាដូចជា wireless charge ក៏ដូចជាប៊ូតុង smart key ដែលបញ្ឆេះបានហើយនៅផ្នែកខាងក្នុងក៏យើងអាចមើលជាមួយនឹងកាមេរ៉ានៅផ្នែកខាងក្រោយបានថែមទៀតផងហើយនៅផ្នែកជួរទី2វិញក៏មានបំពាក់មកជាមួយនឹងម៉ាស៊ីនត្រជាក់នៅផ្នែកខាងក្រោយផងដែរសម្រាប់រថយន្ត Ford Ranger XLT ហើយចំណុចទី4គឺពាក់ព័ន្ធទៅនឹងផ្នែកម៉ាស៊ីនអញ្ចឹងសម្រាប់រថយន្ត Ford Ranger XL សប្តាហ៍ថ្ងៃនេះគឺបំពាក់មកជាមួយនឹងម៉ាស៊ីនម៉ាស៊ូតកម្លាំង 2.0 ប៉ុន្តែប្រើជាមួយនឹង single turbo គឺ turbo តែមួយទេហើយសម្រាប់រថយន្ត Ford Ranger XLT ឯនោះវិញគឺយើងបំពាក់មកជាមួយនឹងម៉ាស៊ីនម៉ាស៊ូតដូចគ្នាប៉ុន្តែកម្លាំង 2.0 ប្រើជាមួយនឹង turbo ចំនួន2អញ្ចឹងបើយើងប្រៀបធៀបទៅដូចជារថយន្ត Ford Ranger XL ប្រើជាមួយនឹងម៉ាស៊ីនទូចអញ្ចឹងរីឯរថយន្ត Ford Ranger XLT គឺយើងប្រើជាមួយនឹងម៉ាស៊ីនធំហើយក៏ចង់បញ្ជាក់ដែរសម្រាប់រថយន្តទាំងពីរនេះគឺយើងប្រើប្រាស់ជាមួយនឹងប្រព័ន្ធកាប៊ីតាសផងដែរហើយចំណុចពិសេសមួយទៀតហ្នឹងគឺសម្រាប់ម៉ាស៊ីន 2.0 មិនថារថយន្ត Ford Ranger XL និង XLT ទេសម្រាប់ការបង់ពន្ធផ្លូវប្រចាំឆ្នាំត្រឹមតែ$20,000រៀលដូចគ្នាតែប៉ុណ្ណោះអញ្ចឹងជារួមសរុបមកវិញសម្រាប់រថយន្តទាំងពីរនេះយើងឃើញថារថយន្ត Ford Ranger XL គឺជារថយន្តសាមញ្ញមួយដែលយើងអាចប្រើប្រាស់ជាទូទៅបានសម្រាប់អាជីវកម្មប្រចាំថ្ងៃហើយជាមួយនឹងតម្លៃធូរមែនទែនត្រឹមតែ$37,900តែប៉ុណ្ណោះសម្រាប់រថយន្ត Ford Ranger XLT គឺជារថយន្តមួយកម្រិតទៀតដែលមានបំពាក់មកជាមួយនឹងបច្ចេកវិទ្យាច្រើនជាងក៏អាចផ្ដល់ជាមួយនឹងភាពនៅផាសុកភាពច្រើនជាងរថយន្ត Ford Ranger XL ដែរដែលមានតម្លៃលើសរថយន្ត Ford Ranger XL $7,000អញ្ចឹងសម្រាប់បងប្អូនវិញថាតើរថយន្តទាំងពីរនេះមួយណាស័ក្តិសមទៅនឹងតម្រូវការរបស់បងប្អូនជាងអាចខមមិនឲ្យខ្ញុំដឹងនៅក្នុងវីដេអូនេះផងអរគុណ